លោកនេះមិនថាខ្ញុំមិនថាគេអ្នកណាក៏ចង់បានគ្រួសារដែលមានសុភមង្គលដែរប៉ុន្តែគ្រួសារនេះសម្រាប់ចិត្តធ្វើរឿងមួយគឺសម្រាប់ខ្លួនឯងដោយការចងកទាំងព្រមគ្នានៅកណ្ដាលផ្ទះតែម្ដងអ្នកនរគ្នារឿងនេះគឺល្បីខ្លាំងនៅឥណ្ឌាកាលឆ្នាំ2018គឺប៉ូលីសបានរកឃើញសាកសពចំនួន9នាក់ធ្វើការចងកនិងម្នាក់ទៀតជាមនុស្សចាស់ធ្វើការសម្បាច់កខ្លួនឯងស្លាប់ដេកនៅលើគ្រែចង់មកអ្នកទាំងអស់គ្នាចង់ដឹងថារឿងនឹងមិនមកស្ដាប់នឹងទាំងអស់គ្នាគ្រួសារនឹងមានសមាជិកគឺ10នាក់ដោយលោកយាយម្នាក់នឹងគឺគាត់មានកូន3នាក់ដែលកូនប្រុស2និងស្រី1ស្រីគឺជាកូនច្បងចំណែកឯប្រុស2នាក់ទៀតគឺជាកូនកដានិងកូនពៅដែលកូនពៅនឹងគឺមានឈ្មោះថាឡាលីតក៏ជាកូនមួយដែលគេហៅថាបន្តវងត្រកូលណាអ្នកគ្នាគឺជាកូនមួយដែលទទួលឥទ្ធិពលមែនតានពីគ្រួសារនឹងខ្លាំងខ្ញុំមិនដឹងថាមិនដែរអញ្ចឹងណានៅឆ្នាំ2007ហ្នឹងលោកប៉ាដែលជាប្តីរបស់លោកយាយចំណាស់ហ្នឹងណាគឺគាត់បានស្លាប់បាត់បង់ជីវិតហើយនៅពេលដែលលោកប៉ារបស់លោកឡាលីតនឹងស្លាប់លោកប៉ានោះក៏បានចូលសន្ធិដ្ឋនៅក្នុងខ្លួនលោកឡាលីតហើយលោកឡាលីតក៏បានរបៀបថាសម្ដែងនៅអាកប្បកិរិយាជាឪពុកណាអញ្ចឹងធ្វើឲ្យគ្រួសារនោះមានការជឿងប់ងល់មែនតែនដោយពេលដែលលោកឡាលីតនឹងនិយាយអីគឺជាការប៉ັດមកអ្នកទាំងគ្នាមិនត្រឹមតែប៉ុណ្ណឹងលោកឡាលីតគឺពេលដែលខ្មោចឪពុកចូលសន្ធិដ្ឋហ្នឹងណាគឺមានសម្លេងដូចជាឪពុកអញ្ចឹងនិយាយអីមករបៀបថាដោយថាប្រាប់ថាគ្រួសារនឹងត្រូវលក់ដូរវ៉ាន់នេះគ្រួសារនឹងគឺដើរមកអ្នកទាំងគ្នាអញ្ចឹងបានជាគ្រួសារនឹងជឿទៅលើវិញ្ញាណឪពុករបស់លោកឡាលីតនឹងចូលទៅក្នុងខ្លួនអញ្ចឹងណារបៀបថាវិញ្ញាណនឹងចូលសន្ធិដ្ឋកូនពៅនឹងឲ្យប្រាប់ថាឲ្យធ្វើអីគ្រួសារនឹងគឺមានបានមកអ្នកទាំងគ្នាគឺដើរហ្មងអញ្ចឹងធ្វើឲ្យគ្រួសារនឹងងប់ងល់ខ្លាំងរហូតដល់ថ្ងៃមួយលោកឡាលីតនឹងគឺបានទៅសេសភៅកំណត់ហេតុដោយដាក់ឈ្មោះអ្នកស្លាប់ម្ដងមួយវាជារឿងមួយដ៏គួរឲ្យសោកស្ដាយមែនទែនបានជាហេតុអីបានជាគ្រួសារនឹងអនុវត្តតាមបញ្ជីហ្នឹងណាហើយក្នុងបញ្ជីហ្នឹងគឺមានសរសេរទី1ថាលោកយាយជីដូនហ្នឹងគាត់ជាមនុស្សចាស់អញ្ចឹងគាត់ត្រូវតែស្លាប់ដោយការដេកលើគ្រែនិងច្របាច់កខ្លួនឯងចំណែកឯ9អ្នកទៀតគឺត្រូវស្លាប់ដោយការចងកខ្លួនឯងនៅកណ្ដាលផ្ទះនិងយកក្រណាត់មកបិទភ្នែកហើយចងដៃគ្នាម្នាក់ម្ដងអញ្ចឹងមានន័យថាឪពុកម្ដាយនឹងចងដៃកូនទាំង5នាក់នឹងយកកម៉ាបិទភ្នែកហើយចងកកូនម្ដងមួយបន្ទាប់មកគឺធ្វើការចងកខ្លួនឯងគឺជាប្រវត្តិគ្រួសាររបស់លោកយាយហ្នឹងណាដែលវងតកោគ្រួសារហ្នឹងគឺឈ្មោះឈុតតាវ៉ាត់បន្ទាប់ពីការសរសេរសភៅនេះហើយចប់គ្រួសារនោះក៏បានអនុវត្តតាមអ្វីដែលលោកឡាលីតបានសរសេរនៅក្នុងសភៅនឹងរឿងហ្នឹងគឺវាអញ្ចឹងណាហើយអ្វីដែលធ្វើឲ្យប៉ូលីសស៊ើបដឹងថាគ្រួសារនឹងអនុវត្តតាមឲ្យស្លាប់ដោយសារតែលោកឡាលីតហ្នឹងគាត់មានមិត្តភក្តិម្នាក់វាថាគាត់មានមិត្តភក្តិម្នាក់មានឈ្មោះថាគូឆារ៉ាន់គឺជាមិត្តភក្តិម្នាក់ដែលគាត់តែងតែហាត់ប្រាណជាមួយគ្នារាល់ព្រឹកណានៅម៉ោង5អីអញ្ចឹងទៅប៉ុន្តែថ្ងៃមួយលោកគូឆារ៉ាន់ហ្នឹងគឺទៅរកលោកឡាលីតប៉ុន្តែអត់ឃើញលោកឡាលីតអញ្ចឹងលើថាយើងដើរហាត់ប្រាណកាត់ផ្ទះហ្នឹងអញ្ចឹងឃើញផ្ទះហ្នឹងស្ងាត់អត់មានឃើញលោកឡាលីតអញ្ចឹងទៅក៏លោកគូឆារ៉ាន់ហ្នឹងសម្រេចចិត្តចូលផ្ទះហ្នឹងនៅពេលដែលចូលផ្ទះហ្នឹងទៅគឺឃើញសាកសព9នាក់ព្យួរកដោយការបិទភ្នែកនៅកសែងនិងចងដៃពិតមែនអ្នកនរគ្នាហើយឃើញលោកយាយដេកស្លាប់នៅលើគ្រែក្នុងបន្ទប់របស់គាត់ផ្ទាល់ចឹងធ្វើឲ្យលោកគូឆារ៉ានឹងភ័យមែនតើអ្នកនរគ្នារហូតទៅដល់ធ្វើការប្តឹងប៉ូលីសអ្នកនរគ្នាពេលដែលប៉ូលីសមកប៉ូលីសបានមើលនិងឆែកឆេរក្នុងផ្ទះហ្នឹងគឺក្នុងផ្ទះហ្នឹងមិនមែនជាការធ្វើឃាតកម្មទេអ្នកនរគ្នាគឺអត់មានអាគេមកសម្លាប់គ្រួសារហ្នឹងមិនមែនឃាតកម្មទេគឺជាការធ្វើអត្តឃាតខ្លួនឯងនៅក្នុងសភៅតម្រាដែលកូនពៅបានសរសេរហ្នឹងប៉ូលីសក៏បានមើលក្នុងតម្រាហ្នឹងពិតជាមានការសរសេរឲ្យឈ្មោះស្លាប់ម្នាក់ម្ដងពិតមែនអញ្ចឹងបងប្អូនរបស់ក្រុមគ្រួសារឈុតថាវ៉ាត់ហ្នឹងដោយសារតា
លោកឪពុករបស់លោកឡានលេតនឹងស្លាប់បាត់មែនប៉ុន្តែគាត់មានបងប្អូនផ្សេងទៀតអញ្ចឹងណាពេលដែលបងប្អូននឹងមកដល់ប្រទេសហាពេលដែលប៉ូលីសប្រាប់ថាក្រុមគ្រួសារនឹងគឺធ្វើអត្តឃាតខ្លួនឯងបងប្អូននឹងអត់ជឿទេអ្នកនរគ្នាចឹងសម្រាប់ចិត្តធ្វើឲ្យប៉ូលីសនឹងគាត់ស្រាវជ្រាវម្ដងទៀតប៉ុន្តែទោះបីជាប៉ូលីសខំស្រាវជ្រាវប៉ុណ្ណាក៏ដោយរឿងហេតុការណ៍នឹងគឺនៅតែអញ្ចឹងគឺជាការធ្វើអត្តឃាតខ្លួនឯងទៅតាមតម្រាគម្ពីរដែលលោកឡាលីតនឹងសរសេរអ្នកនរគ្នាសាច់ញាតិរបស់ឪពុករបស់ឡាលីតនឹងគឺអត់សុខចិត្តទេថាអត់ជឿទេថាក្មួយប្អូនខ្លួនឯងនឹងធ្វើអត្តឃាតខ្លួនឯងបែបហ្នឹងអញ្ចឹងរឿងនេះគឺវានៅរហូតដល់សប្តាហ៍ថ្ងៃហើយផុសតាងមួយទៀតដែលប៉ូលីសអាចអះអាងបានថាគឺជាការសម្លាប់ដោយការអត្តឃាតខ្លួនឯងហ្នឹងគឺមានដូចជាទយោទឹក11ដើមហ្នឹងដែលទយោទឹកចំនួន7ហ្នឹងគឺលយចុះក្រោមចំណែកឯទយោទឹក8ទៀតគឺលយទៅមុខអញ្ចឹងមានន័យថាទយោទឹកចុះក្រោមហ្នឹងគឺជាស្រីអ្នកនរគ្នា7នាក់ហ្នឹងណាចំណែកឯ8ដើមទៀតគឺជាបុរសហើយមកអួយក្នុងផ្ទះហ្នឹងគឺមានចំនួន11អ្នកនរគ្នាគឺចម្លែកមែនតើមានប្អួយច្រើនណាហើយអញ្ចឹងទៅបានប្លីគាត់ប្រាប់សាច់ញាតិក្រុមគ្រួសារឈុតថាវត្តតាមហ្នឹងអញ្ចឹងណាជាយ៉ាងណាក៏ដោយអ្នកនរគ្នាបន្ទាប់ពីការស៊ើបអង្កេតនិងផ្ដល់ចំនួនផុសតាងទៅដល់ក្រុមគ្រួសារសាច់ញាតិក្រុមគ្រួសារនៅតែអត់សុខចិត្តអញ្ចឹងប៉ូលីសក៏ធ្វើការបិទសំណុំក្តីរឿងនេះទៅហើយចាត់ទុករឿងនេះថាគឺជាការពង្វក់ដោយចិត្តសាស្ត្រមានន័យថាការជឿជំនឿងប់ងល់ពេកឯណាតើគ្នារហូតទៅដល់ការជឿពាក្យសម្ដីពេលដែលមនុស្សយើងខ្មោចចូលណាជឿរហូតដល់ការសម្លាប់ខ្លួនទាំងអស់គ្នាទៅខ្ញុំមានសំណួរចង់សួរអ្នកនរគ្នាថាបើសិនជាអ្នកនរគ្នាជាក្រុមគ្រួសារនឹងអ្នកនរគ្នាហ៊ានដាច់ចិត្តធ្វើរឿងហ្នឹងអត់ហ៊ានដាច់ចិត្តប្រព្រឹត្តរឿងឈួតឆ្គួនអញ្ចឹងអត់របៀបថាទៅសម្លាប់ខ្លួនឯងទៅតាមអ្វីដែលឪពុកប្រាប់អញ្ចឹងណាអញ្ចឹងរឿងនេះគឺចប់ហើយអ្នកនរគ្នាកុំភ្លេចឆ្លើយសំណួរហ្នឹងណាបើសិនជាអ្នកនរគ្នាជាគ្រួសារហ្នឹងតើអ្នកនរគ្នាធ្វើអញ្ចឹងដែរអត់អូខេឥឡូវហ្នឹងគឺវីដេអូខ្ញុំចប់ហើយបើសិនជាអ្នកនរគ្នា